តាំងពីមុនមកខ្ញុំធ្លាប់ចេញវីដេអូមួយសារហើយនិយាយពីកូនស្រីពៅខ្ញុំគឺជាប៉ាខ្ញុំចាប់ជាតិហើយក៏មានបងប្អូនជាច្រើនដែលគាត់សួរថាហេតុអីបាទខ្ញុំដឹងថាកូនស្រីខ្ញុំហ្នឹងគឺជាប៉ាខ្ញុំចាប់ជាតិអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកប្រាប់មូលហេតុណាយប់ដែលប៉ាខ្ញុំអត់ដង្ហើមពីផែនដីនឹងហ្មងអ្នកទាំងអស់គ្នាគឺម៉ោង 12 យប់បន្ទាប់មកទៀតម៉ោង 2 បងអូនថ្លៃខ្ញុំក៏បានយល់សប្តិឃើញថាខ្ញុំហ្នឹងបីប៉ាខ្ញុំទាំងគាត់នៅឈឺហ្នឹងទៅផ្ទះអ៊ំខ្ញុំដើម្បីអុជធូបក្រៃលោប៉ាខ្ញុំគាត់ខុសអីចឹងឬខុសកងម៉ាយចឹងបន្ទាប់មកទៀតខ្ញុំបីគាត់ហ្នឹងទាំងនៅមនុស្សចាស់អ្នកទាំងអស់គ្នាគ្រាន់តែអុជធូបកងម៉ាហើយភ្លាមស្រាប់តែប៉ាខ្ញុំហ្នឹងគាត់ប្រែរូបទៅជាក្មេងទីរក់ទូចសធ្លុះមែនតែនហ្មងហើយខ្ញុំក៏បីប៉ាខ្ញុំត្រឡប់មកវិញនៅក្នុងដៃខ្ញុំហ្នឹងគឺខ្ញុំបីទីរក់អីតែខ្ញុំនិយាយជាមួយនឹងប៉ាខ្ញុំថាតោះប៉ាទៅផ្ទះយើងវិញប៉ាលេងអីហើយយល់សប្តិបែបនេះហ่าមិនមែនតែម្ដងទេអ្នកទាំងអស់គ្នាប្តីខ្ញុំក៏បានយល់សប្តិឃើញបែបហ្នឹងដែរថាគាត់ហ្នឹងអុជធូបនៅផ្ទះខ្ញុំនៅហ្នឹងអុជធូបជំនាញផ្ទះហើយក៏ប៉ុន្តែអុជធូបហើយស្រាប់តែប៉ាខ្ញុំមកអង្គុយហូបអាសំណែនដែលយើងអុជធូបហ្នឹងស្រាប់តែប្តីខ្ញុំក៏សួរថាចេះប៉ាប៉ែងមកពីណាថាគាត់ថាគាត់អត់ទៅណាទេគាត់នៅហ្នឹងស្រាប់តែពេលគាត់អង្គុយហូបបាយហើយអស់ស្រាប់តែគាត់ប្រែខ្លួនទៅជាកូនក្មេងទីរក់អ្នកទាំងអស់គ្នាហើយប្តីខ្ញុំក៏បីទីរក់ហ្នឹងក៏គាត់និយាយជាមួយប្តីខ្ញុំថាប៉ាអត់ទៅណាទេប៉ានៅហ្នឹងប៉ានៅជួយកូនចៅសុខសប្បាយរកស៊ីឲ្យមានបានទាំងអស់គ្នាបែបនេះមិនមែនត្រឹមតែ2 ដងទេអ្នកទាំងអស់គ្នាគឺរហូតដល់3 ដងអ៊ីខ្ញុំហ្នឹងគាត់បានយល់សប្តិថាយល់សប្តិឃើញប៉ាខ្ញុំប្រាប់ចេះគាត់មកនៅមកដាវិញហើយដាហ្នឹងគឺឈ្មោះខ្ញុំហើយដំបូងក៏ខ្ញុំអត់ទាន់ជឿជាក់ 100% ដែររហូតដល់កូនស្រីខ្ញុំកើតមកបាទខ្ញុំជឿជាក់ថាប៉ាខ្ញុំ 100% ហ្មងអ្នកទាំងអស់គ្នាហើយបងប្អូនដឹងហ៎ពេលដែលកូនស្រីពៅខ្ញុំកើតមកភ្លាមហ្នឹងគឺគាត់មានដៅពណ៌ក្រហមនៅក្បាលដោយសារតែដៅហ្នឹងហើយបាទខ្ញុំជឿជាក់ថាប៉ាខ្ញុំ 100% ព្រោះដោយសារតែថ្ងៃដែលមុនគាត់ខូចហ្នឹងអ្នកទាំងអស់គ្នាគឺគាត់ឡើងឈាមហើយគាត់ដួលបោកក្បាលទៅក្រោយអញ្ចឹងហើយធ្វើឲ្យក្បាលគាត់ហ្នឹងគឺបែកដល់ប៉ាខ្ញុំដួលភ្លាមហ្នឹងគឺខ្ញុំបញ្ជូនគាត់ទៅប្រទេសវៀតណាមអ្នកទាំងអស់គ្នាអញ្ចឹងហើយគឺ 4-5 ថ្ងៃនោះគឺគាត់ព្យួរស្រោមរហូតហើយដៃគាត់ហ្នឹងអ្នកទាំងអស់គ្នាគឺព្យួរស្រោមយូរទៅវាជាប់ពេញដៃអ្នកទាំងអស់គ្នាអញ្ចឹងហើយពេលដែលគាត់កើតមកអ្នកទាំងអស់គ្នាដៃគាត់ទាំងសងខាងហ្នឹងគឺសុទ្ធតែដៅខៀវទូចពេញដៃទាំងអស់អ្វីដែលរត់តែច្បាស់មួយទៀតអ្នកទាំងអស់គ្នាគឺមុខមាត់តម្រង់ក្បាលសក់ក្បាលអីហ្នឹងគឺប៉ាខ្ញុំសុទ្ធបដ ாய் អញ្ចឹងគ្រប់យ៉ាងធ្វើឲ្យខ្ញុំសប្បាយចិត្តព្រោះខ្ញុំគិតថាប៉ាខ្ញុំត្រឡប់មកនៅជាមួយខ្ញុំវិញហើយបងប្អូនទាំងអស់គ្នាដែលធ្លាប់មើលវីដេអូខ្ញុំពីមុនដឹងហើយគឺខ្ញុំយកកូនស្រីពៅមកគេងនៅកន្ទប់ជាមួយគ្នាវិញហើយព្រោះដោយសារលើកមុនគឺគាត់តាមខ្ញុំសោះតាមតែម៉ែដោះអញ្ចឹងអ្វីវ៉ាន់អីជូនមកនៅពេញកន្ទប់នឹងតាំងពីដបដោះគោប្រដាប់ចំហុយដបដោះគោហើយរឿងអនាម័យគឺជារឿងចាំបាច់បំផុតអ្នកទាំងអស់គ្នាខ្ញុំក៏ជឿណែនាំជាមួយបងប្អូនទាំងអស់គ្នាជាមួយនឹងម៉ាស៊ីនចំហុយ Philip Oven អ្នកទាំងអស់គ្នាដែលពីមុនមកខ្ញុំទិញសេរីចាស់ប្រើបានរហូតដល់ 7-8 ឆ្នាំឥឡូវនេះខ្ញុំទុកយកទៅដាក់ផ្ទះខ្ញុំនៅខែទៅអញ្ចឹងនេះខ្ញុំទិញសេរីថ្មីរបស់គេមកគេមាន function គេល្អទំនើបជាងមុនទៀតអ្នកទាំងអស់គ្នាម៉ាស៊ីននេះមានមុខងារចំហុយនិងសម្ងួតអ្វីដែលសំខាន់ណាគឺសម្រាប់មេរោគបានល្អរហូតដល់ 99.9% ដែលអាចរក្សាគុណភាពដបក៏ដូចជាងាយស្រួលប្រើហើយមានសុវត្ថិភាពទៀតជាពិសេសគឺមានធានារហូតដល់ 2 ឆ្នាំថែមទៀតខ្ញុំសូមចែកម្លែកទៅដល់ម៉ាក់ទាំងអស់គ្នាបើសិនជាចង់ទិញជាមួយនឹងម៉ាស៊ីនសម្រាប់មេរោគដបទៅដល់គួរឲ្យកូនណាសូមឆែកមើលប្រភពបានច្បាស់លាស់ព្រោះដោយសារតែផលិតផលលើមានធូរថ្លៃច្រើនមែនតើហ្មងក៏តែប្រភពគឺអត់ច្បាស់លាស់ហើយសម្រាប់មេរោគអត់បានល្អទៀតជាពិសេសគឺអត់ស្តង់ដារប្រើយូរទៅអាចបណ្ដាលធ្វើឲ្យកូនមានជំងឺមហារីកថែមទៀតអញ្ចឹងហើយបាទខ្ញុំចង់ចែករំលែកទៅដល់ម៉ាក់ទាំងអស់គ្នាឲ្យជ្រើសរើសជាមួយនឹងម៉ាស៊ីនចំហុយដបដោះគោឲ្យកូនឲ្យបានត្រឹមត្រូវហើយមានស្តង់ដារខ្ពស់ទទួលស្គាល់ជាង 100 ប្រទេសជុំវិញពិភពលោកអាចជ្រើសរើសជាមួយនឹង brand Philip Oven បានហើយឥឡូវហ្នឹងក៏មានដំណឹងពិសេសសម្រាប់ម៉ាក់ទាំងអស់គ្នាដែលគ្រប់គ្រងជាមួយនឹង brand Philip Oven កន្លងមកខាងក្រុមហ៊ុនណាគឺបានសម្រាប់ធ្វើជាមួយនឹង promotion ម៉ាក់ដែលមានដបដោះគោចាស់ៗកុំបោះចោលព្រោះអីអាចយកមកបដូរយកដបថ្មីបានហើយដបថ្មីដែលយើងបដូរបានហ្នឹងគឺជាប្រភេទ PPSU ទីជាប្រភេទដបអាចប្រើបាន1ឆ្នាំអូចំណេញខ្លាំងមែនតើហ្មងហើយកន្លែងបដូរអត់ប្រហែលឯអ្នកទាំងអស់គ្នាគ្រាន់តែម៉ាក់ទាំងអស់គ្នាយកដបចាស់ហ្នឹងទៅបដូរនៅកន្លែងដៃគូចែកចាយរបស់ Philip Oven ទូទាំងប្រទេសបានហើយបើចង់ដឹងព័ត៌មានលម្អិតណាអាចឆាតទៅ page ផ្លូវការ brand Philip Oven បានណា